ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញអំពី project របស់ក្រុមយើងដែលមានឈ្មោះថាតទិញ app ហើយនេះគឺជាអវត្ថិរបស់ពួកយើងដែលមានចំនួន4នាក់ហើយចំណុចទាំង8នេះគឺជា overview នៃ project តទិញរបស់យើងចូលដល់ចំណុចដំបូងគេគឺនិយាយអំពី introduction អញ្ចឹងយើងមកដឹងទាំងអស់គ្នាចំពោះតទិញ application របស់យើងគឺជាកម្មវិធីទិញទំនិញតាមអនឡាញដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលទៅដល់អតិថិជនក្នុងការស្វែងរកនិងទិញផលិតផលដែលអតិថិជនត្រូវការហើយមួយវិញទៀតអ្នកប្រើប្រាស់អាចបង្កើតគណនីចូលប្រើប្រាស់និងស្វែងរកផលិតផលទៅតាមប្រភេទមើលព័ត៌មានលម្អិតបន្ថែមទៅ shopping cart និងធ្វើការបញ្ជាទិញបានយ៉ាងសុវត្ថិភាពហើយយើងចូលទៅមើល slide បន្ទាប់ទៀតចឹងយើងមកដឹងអំពី objective វិញចឹងគោលបំណងចំពោះគោលបំណងរបស់តទិញ app របស់យើងគឺដើម្បីបង្កើតការទិញទំនិញអនឡាញដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ហើយមួយវិញទៀតកម្មវិធីនេះក៏មានគោលបំណងឲ្យអ្នកប្រើប្រាស់ហ្នឹងអាចស្វែងរកផលិតផលតាមប្រភេទគាត់អាចបង្កើតគណនីនិងចូលប្រើប្រាស់ដោយសុវត្ថិភាពហើយអាចធ្វើការទិញទំនិញតាមអនឡាញនិងគ្រប់គ្រងការបញ្ជាទិញរបស់ខ្លួនបានយ៉ាងងាយស្រួលជារួមផងដែរនោះតោះទិញ app របស់យើងត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យបទពិសោធន៍នៃការទិញទំនិញរបស់អតិថិជនកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពអញ្ចឹងចំពោះ slide បន្ទាប់ខ្ញុំឲ្យច័ន្ទហេងជាអ្នកបកស្រាយបន្តចូលដល់ slide បន្ទាប់គឺយើងនិយាយអំពី product category ដែលនៅក្នុង slide នេះបានបង្ហាញពីប្រភេទផលិតផល product ដែលមាននៅក្នុងកម្មវិធីតទិញ app របស់យើងដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលទៅស្វែងរកផលិតផលបានងាយស្រួលយើងអាចបានរៀបចំនៅផលិតផលហ្នឹងជាប្រភេទផ្សេងៗអញ្ចឹងនៅពេលដែលអ្នកប្រើប្រាស់គាត់ចូលទៅកាន់app របស់យើងពួកគេអាចជ្រើសរើសទៅតាមប្រភេទដែលពួកគេចង់ទិញបានភ្លាមៗដែលមិនចាំបាច់ស្វែងរកនៅផលិតផលទាំងអស់តែនៅក្នុង app របស់យើងគឺយើងបានបែងចែកវាជា menu ផ្សេងៗដែលនៅក្នុងនោះមាន on product សម្រាប់បង្ហាញនៅផលិតផលទាំងអស់ដែលមាននៅក្នុង app men សម្រាប់សម្លៀកបំពាក់បរិសុទ្ធ women សម្រាប់សម្លៀកបំពាក់ស្ត្រី jewelry សម្រាប់គ្រឿងអលង្ការដូចជាខ្សែកខ្សែដៃចិញ្ចៀនជាដើមនិងមាន electronic ដែលនៅក្នុងនោះមានឧបករណ៍ electronic និងបច្ចេកវិទ្យាផ្សេងៗជាដើមហើយការបែងចែកជាប្រភេទបែបនេះគឺជួយឲ្យអ្នកប្រើប្រាស់នឹងអាចស្វែងរកនៅផលិតផលបានលឿននិងកាត់បន្ថយពេលវេលារបស់អ្នកប្រើប្រាស់បានងាយស្រួលជាងមុនចូលដល់ slide បន្ទាប់គឺយើងនិយាយអំពី main feature ដែលនៅក្នុង slide នេះគឺបានបង្ហាញពីមុខងារសំខាន់មួយរបស់តទិញ app គឺ user authentication ឬក៏ហៅម្យ៉ាងទៀតថាជាប្រព័ន្ធផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដែលមុខងារនេះត្រូវបានបង្កើតឡើងដើម្បីធានាសុវត្ថិភាពនិងគ្រប់គ្រងការចូលប្រើប្រាស់របស់អ្នកប្រើប្រាស់នៅក្នុង app របស់យើងដែលមុខងារសំខាន់វាមានចំនួន3ទី1គឺ register ដែលអ្នកប្រើប្រាស់អាចចូលបង្កើតគណនីរបស់ខ្លួនដោយបញ្ចូលព័ត៌មានចាំបាច់ដូចជាមាន username email និង password ជាដើមបន្ទាប់មកគឺ login គឺបន្ទាប់ពីអ្នកប្រើប្រាស់គាត់បង្កើតគណនីរួចហើយអ្នកប្រើប្រាស់គាត់អាចចង់ចូលប្រើប្រាស់នៅកម្មវិធីដោយប្រើព័ត៌មានផ្ទាល់ខ្លួនដែលគាត់បាន register លើកមុនអាចចូលប្រើប្រាស់បានបន្ទាប់មកគឺ log out គឺនៅពេលដែលអ្នកប្រើប្រាស់ហ្នឹងគាត់ចង់ចេញពីគណនីដែលគាត់កំពុងប្រើប្រាស់ទៅគណនីផ្សេងគឺគាត់អាច log out បានហើយតាមរយៈការ user authentication ហ្នឹងអ្នកប្រើប្រាស់នីមួយៗគឺគាត់ទៅមានគណនីផ្ទាល់ខ្លួនហើយនឹងរក្សាទុកព័ត៌មានរបស់អ្នកប្រើប្រាស់បានយ៉ាងមានសុវត្ថិភាពតបខ្ញុំចង់បន្ថែមទៅលើអីដែលមករួមក្រុមខ្ញុំបាននិយាយមុននឹងបន្តិចនៅក្នុង app តោះទិញរបស់យើងគឺមាន product មុខងារ2គឺ product management និង shopping feature ដែលនៅក្នុង product management របស់យើងរួមមាន view product category ហើយយើងក៏អាចធ្វើការចូលទៅមើល product detail បានផងដែរហើយមួយទៀតគឺ shopping feature ដែលយើងអាចធ្វើការ add to cart remove from cart ហើយនិង check out
ចំពោះទំនិញរបស់យើងចូលមកដល់ slide បន្តទៀតគឺនិយាយអំពី main navigation menu ដែល menu របស់យើងមានចំនួន5ដោយទី1គឺ shop menu ដែលយើងអាចធ្វើការចូលទៅមើល all product រួមទាំង category product category បានហើយមួយទៀតគឺ research search product ដែលយើងអាចធ្វើការ search រកមើល product ណាដែលយើងចង់ទិញហើយបើសិនជាយើងបានឃើញ product ណាដែលយើងចូលចិត្តយើងក៏អាចធ្វើការចុច favorite សម្រាប់ទុកទិញឬក៏ទុកមើលពេលក្រោយបានចំពោះ menu បន្តទៀតគឺមាន shopping cart ដែលយើងអាចធ្វើការ add product នឹងចូលទៅក្នុង cart មួយបានហើយអាចទិញតាមក្រោយឬក៏ចុចប៊ូតុង buy now តាមក្រោយបានហើយចុងក្រោយគេគឺ user profile ដែលបន្ទាប់ពី user create account ហើយ app របស់យើងនឹងបង្កើត account មួយឲ្យ customer ដែលផ្ទាល់តើឥឡូវខ្ញុំសូមបង្ហាញអំពីអត្ថប្រយោជន៍សំខាន់របស់តោះទិញ app ដែលទី1កម្មវិធីរបស់កម្មវិធីនេះគឺផ្ដល់ភាពងាយស្រួលនៅក្នុងការទិញទំនិញដោយអ្នកប្រើប្រាស់អាចទិញគ្រប់ពេលវេលាហើយនិងគ្រប់ទីកន្លែងទី2វាជួយសន្សំពេលវេលានៅក្នុងការស្វែងរកនិងជ្រើសរើសផលិតផលដោយមិនចាំបាច់ទៅហាងផ្ទាល់ទេយើងអាចបញ្ជាទិញតាមរយៈទូរស័ព្ទបានហើយទី3ការរចនា UX UI របស់ app គឺវាធ្វើឲ្យអ្នកប្រើប្រាស់ហ្នឹងគឺមានភាពងាយស្រួលហើយនិងស័ក្តិសមសម្រាប់ប្រើប្រាស់គ្រប់វ័យតែម្ដងហើយចំណែកឯចំណុចទី4គឺការបញ្ជាទិញហើយនឹងការទូទាត់អីហ្នឹងគឺមានភាពរលូនហើយនឹងមានសុវត្ថិភាពខ្ពស់សរុបមកតោះទិញ app គឺជាកម្មវិធីទិញទំនិញអនឡាញដែលផ្ដោតលើតម្រូវការនិងភាពងាយស្រួលរបស់អតិថិជនដោយផ្ដល់នូវបទពិសោធន៍ទិញទំនិញដែលសាមញ្ញរហ័សហើយនឹងងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់កម្មវិធីនេះត្រូវបានពួកយើងរចនាឡើងដើម្បីជួយឲ្យអ្នកប្រើប្រាស់នៅក្នុងការស្វែងរកជ្រើសរើសហើយនឹងទិញផលិតផលដែលពួកគេត្រូវការពួកគេចាប់អារម្មណ៍ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរឬមួយក៏ស្វែងរកនៅតាមហាងផ្ទាល់ឡើយ
ជាចុងក្រោយសូមអរគុណលោកគ្រូហើយនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់ការបកស្រាយរបស់ក្រុមពួកខ្ញុំសូមអរគុណ